វាជាការពិតអ្នកគ្រូជួយទាយខ្ញុំបន្តិចមើលកូនប្រុសខ្ញុំវាកើតឆ្នាំថោះហើយទៅស្រឡាញ់កូនអ្នកក្រម្នាក់កើតឆ្នាំអាកាខ្ញុំគ្រាន់តែចង់ដឹងថាតើខ្សែជើងលេខ2អ្នកហ្នឹងវាទៅមួយគ្នារួចឬអត់អ្នកគ្រូរឿងទាយហ្នឹងគេទាយឲ្យបានឯងប្អូនប៉ុន្តែគ្រាន់តែថាពេលហ្នឹងអ្នកគ្រូភ្នែកវាមើលមិនសូវឃើញវាមើលបៀនហ្នឹងវាមិនសូវឃើញតែប្អូនឯងណែ$100មើលឃើញអត់ទេគ្រូអូឃើញហើយប្អូនឃើញច្បាស់តែងតែម្ដងកតិបកើគឺជាកូនប្រុសរបស់ប្អូននេះឯកមុំចរោនេះគឺជាម្នាក់ស្រីហ្នឹងហើយចេញ7បិច7បិចហ្នឹងមានន័យថា700នេះឯកមុំជួងហ្នឹងតែប្អូនឯងដឹងពីណាគេឬអត់សរុបសេចក្តីទៅបើសិនជាកូនប្រុសប្អូនឯងយកម្នាក់ស្រីហ្នឹងគឺពិតជាឆុងហើយគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្អូនឯងទៀតមិនមែនជាការពិតគ្រាន់តែចង់និយាយថាចាស់មួយចំនួនល្មមឈប់បំបីប្របាក់កូនចៅដោយសារជឿនឹងគ្រូទាយឯងខ្ញុំមិននិយាយថាមិនអោយជឿទេប៉ុន្តែបើជឿកុំជឿស្លុងពេកមនុស្សស្រឡាញ់គ្នាគឺអាស្រ័យទៅលើមនុស្ស2នាក់មិនមែនអាស្រ័យទៅលើសិលឹកបៀននោះទេគ្រូទាយគឺគ្រាន់តែជាមនុស្សធម្មតាដូចជាខ្ញុំហើយអ្នកទាំងអស់គ្នាតែហេតុអីក៏អ៊ំមួយចំនួនឲ្យតម្លៃហើយនឹងឲ្យសម្ដីរបស់គ្រូទាយហ្នឹងមានឥទ្ធិពលខ្លាំងក្លាម្ល៉េះខ្ញុំនិយាយតាមត្រង់ពេលខ្លះខ្ញុំគិតថាពួកអ៊ំល្ងងបែរជាតែរៀបតំណឹបឲ្យលុយទៅគ្រូទាយឲ្យគ្រូទាយនិយាយឲ្យគ្រូសាប់បែកបាក់ប្រឆាសុំសរសើរពិតជាត្រឹមត្រូវមែនសុំសរសើរឆ្នាំ2014ណាអ៊ំល្មមបដូរកាយកំណត់ចេញហើយបើកូនចៅស្រឡាញ់គ្នាឲ្យគេស្រឡាញ់គ្នាទៅហើយបើសិនជាថ្ងៃក្រោយមានរឿងអ្វីខុសត្រូវនឹងក៏ជារឿងរបស់គេរឿងក្រុមគ្រួសាររបស់គេបើពួកអ៊ំឯងមិនកែចាំមើលតែម៉ាក់យាយដឹងម៉ាក់យាយវាយហើយពីជាការពិតឡូដឹងស្អីសរសើរគ្រូទាយខ្លះបុកក្តាំងមិនចេះលេងផង